រចនាសម្ព័ន្ធនិងការគ្រប់គ្រងរបស់ប្រទេសវៀតណាមប្រទេសវៀតណាមជាប្រទេសសាធារណរដ្ឋសង្គមនិយមដែលមានគោលការណ៍គ្រប់គ្រងតាមប្រព័ន្ធមជ្ឈមណ្ឌលនិងកម្រិតមូលដ្ឋានការគ្រប់គ្រងរបស់ប្រទេសវៀតណាមត្រូវបានដឹកនាំដោយគណបក្សកុម្មុយនីសវៀតណាមទាំងខុងសានវៀតណាមដែលជាគណបក្សមួយគត់នៃប្រទេសនេះស្ថាប័នសំខាន់នៃរដ្ឋសភាជាតិជាអង្គភាពនៃអង្គសភាដ៏ធំបំផុតដែលមានអំណាចច្បាប់និងត្រួតពិនិត្យលើសកម្មភាពរដ្ឋបាលប្រធានរដ្ឋសភាជាបុគ្គលតំណាងឲ្យប្រទេសនិងអនុវត្តអំណាចរដ្ឋបាលនិងយោធារដ្ឋាភិបាលជាអង្គប្រតិបត្តិដឹកនាំដោយនាយករដ្ឋមន្ត្រីមានភារកិច្ចអនុវត្តច្បាប់និងគោលនយោបាយរដ្ឋតុលាការប្រជាជននិងស្នាក់ការត្រួតពិនិត្យសាធារណរដ្ឋមានភារកិច្ចអនុវត្តយុត្តិធម៌និងត្រួតពិនិត្យអនុវត្តច្បាប់ក្រសួងស្ថាប័នរដ្ឋបាលមជ្ឈមណ្ឌលរដ្ឋាភិបាលវៀតណាមមានក្រសួងចំនួន14និងមាន4ស្ថាប័នស្ថិតនៅក្រោមរដ្ឋាភិបាលដែលទទួលខុសត្រូវលើវិស័យផ្សេងក្រសួងទាំងអស់នោះមានក្រសួងការពារជាតិក្រសួងសន្តិសុខសាធារណៈក្រសួងការបរទេសក្រសួងមហាផ្ទៃគ្រប់គ្រងរដ្ឋបាលក្រសួងយុតិធម៌ក្រសួងផែនការនិងវិនិយោគក្រសួងហិរញ្ញវត្ថុក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក្រសួងសុខាភិបាលក្រសួងអប់រំនិងបណ្ដុះបណ្ដាលក្រសួងដឹកជញ្ជូនក្រសួងសំណង់ក្រសួងធនធានធម្មជាតិនិងបរិស្ថានក្រសួងកសិកម្មនិងអភិវឌ្ឍជនបទក្រសួងការងារអតីតយុវជននិងសង្គមកិច្ចក្រសួងវិទ្យាសាស្ត្រនិងវិទ្យាវិទ្យាក្រសួងព័ត៌មាននិងទំនាក់ទំនងក្រសួងវប្បធម៌កីឡានិងទេសចរណ៍18ក្រសួងនេះគឺជាការបន្ធូរបន្ថយក្រោយការដឹកនាំនៃគណបក្សកុម្មុយនីសពីឆ្នាំថ្មីដែលគេបានកាត់បន្ថយមកសល់ត្រឹមតែ18ក្រសួងតែប៉ុណ្ណោះនៃការគ្រប់គ្រងក្រោមដែនដីប្រទេសវៀតណាមត្រូវបានបែងចែកជា3កម្រិតធំកម្រិតមជ្ឈមណ្ឌលមានសរុប63ឯកតារួមមាន5ខេត្តក្រុងហើយនឹង58ខេត្តកម្រិតទី2ខេត្តនិងក្រុង